ពីមុនធ្លាប់ទទួលរងការមើលងាយក្តីស្រឡាញ់របស់ពួកខ្ញុំពីរនាក់ខ្លាំងហ្មងអ្នកដែលមានដៃគូអ្នកដែលមានសង្សារខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យហ្នឹងហើយពាក្យថាស្រឡាញ់គ្នាមិនបានទេពេលអ្នកហ្នឹង7ថ្ងៃដឹងខ្លួនឬក៏3ខែដឹងខ្លួនរបៀបអញ្ចឹងខ្ញុំនិយាយមែនតើណាខ្ញុំធ្លាប់កាត់អាក្រក់លើអាបងខ្ញុំដោយសារពាក្យស្ដីរបស់គេដែរដោយសារតែពាក្យថាមួយអាទិត្យដឹងខ្លួនមិនបានទេមួយខែដឹងខ្លួនរបៀបអញ្ចឹងអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លាចហ្មងខ្ញុំធ្លាប់អត់ទុកចិត្តអាបងខ្ញុំដោយសារតែពីអស់ហ្នឹងហើយតែដោយការស្រឡាញ់របស់ពួកខ្ញុំពីរនាក់ហើយការធ្វើល្អពីអាបងមកលើខ្ញុំរហូតធ្វើខ្ញុំផ្លាស់ប្ដូរកណ្ដិតច្រើនមែនតើថាមនុស្សម្នាក់មានចំណុចអាក្រក់ចំណុចល្អខុសៗគ្នាពេលដែលខ្ញុំនៅជាមួយបងខ្ញុំរត់ទៅយូរអ្នកទាំងអស់គ្នាគឺមានអារម្មណ៍ថាគាត់ប្រកែក take care ខ្ញុំនិយាយទៅគាត់ថ្នមចិត្តខ្ញុំហ្មងហើយមនុស្សអាបងខ្ញុំអ្នកទាំងអស់គ្នាគឺគាត់ផ្ដោតតម្លៃឲ្យខ្ញុំមែនតើណាអានេះមិនខ្ញុំលើកដំកើងប្រុសឬក៏អីតែអានេះខ្ញុំនិយាយចេញពីចិត្តហ្មងព្រោះអាបងខ្ញុំជាមនុស្សអញ្ចឹងមែនគាត់អត់ឲ្យខ្ញុំធ្វើការហត់និយាយទៅគឺខ្ញុំនិយាយមែនតើអ្នកទាំងអស់គ្នាអានេះខ្ញុំនិយាយចេញពីចិត្តហ្មងណាការងារធ្ងន់ហ្នឹងគឺគាត់អត់ដែរខ្ញុំប៉ះពាល់ទេស្រឡាញ់គ្នារហូតដល់ពួកខ្ញុំមានសមត្ថភាពដើរលេងក្រៅប្រទេសនៅមួយគ្នាបានអីចឹងអ្នកខ្ញុំនិយាយមែនតើខ្ញុំអារម្មណ៍ថាខ្ញុំមោទនភាពទៅលើបងខ្ញុំអាពាក្យស្ដីដែលគេនិយាយថាស្រឡាញ់គ្នាមិនបានទេមួយអាទិត្យដឹងខ្លួនមួយខែដឹងខ្លួន3ខែដឹងខ្លួនអីហ្នឹងខ្ញុំលេងបារម្ភខ្ញុំលេងជឿជាក់លើអាពាក្យអស់ហ្នឹងហ្មងអញ្ចឹងស្រឡាញ់គ្នាត្រូវទុកចិត្តគ្នាកុំស្ដាប់ពាក្យស្ដីអាក្រក់កុំស្ដាប់ពាក្យស្ដីលួងលោមរបស់គេច្រើនពេកពាក្យស្ដីខ្លះល្អយើងស្ដាប់ទៅពាក្យស្ដីខ្លះអាក្រក់យើងកុំស្ដាប់ចឹង